បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រឿងខ្មោចពិតថ្ងៃនេះ admin នឹងលើកយកនៅសាច់រឿងបន្តពីសាច់រឿងមុនហើយមុននឹងចូលទៅកាន់សាច់រឿងកុំភ្លេចប្រិយមិត្តទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាកម្លាំងចិត្តសម្រាប់ admin ផលិតនៅសាច់រឿងបន្តទៀតបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងទាំងអស់គ្នាបាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់នៅសាច់រឿងថ្មីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅសាច់រឿងមួយតាក់ទងជាមួយនឹងរឿងរ៉ាវដែលជារឿងរ៉ាវរបស់បងប្អូនជនជាតិដើមភាគតិចដែលវាគឺជាប្រពៃណីទំនៀមទម្លាប់មួយប៉ុន្តែខ្ញុំអត់លើកថាជនជាតិដើមមួយណាទេអញ្ចឹងខ្ញុំសូមនិយាយដើម្បីរក្សាឯកជនភាពរបស់ជនជាតិរបស់គាត់អញ្ចឹងរឿងនេះដែរគឺវាបានកើតឡើងទៅលើបងប្រុសម្នាក់ដែលគាត់គឺជាអ្នកស្នងរូបនឹងឯងហើយគាត់ក៏ជាមនុស្សដែលបានរៀនសូត្រចេះដឹងគ្រាន់បើដែរសម្រាប់ជនជាតិរបស់គាត់ណាដោយសារតែគាត់ត្រូវបានគេបញ្ជូនឲ្យទៅរៀននៅឯបាទរាជធានីភ្នំពេញដោយសារតែជនជាតិរបស់គាត់ពីច្រើនគេអត់សូវបានទៅរៀនទេអញ្ចឹងដោយសារគាត់ជាកូនអ្នកដែលអាចថាជាមានធូរធារដែរនៅក្នុងភូមិអញ្ចឹងគេក៏បានបញ្ជូនគាត់ឲ្យទៅរៀននៅឯភ្នំពេញដើម្បីយកមកដឹកនាំភូមិអញ្ចឹងទៅអញ្ចឹងអនាគតរបស់គាត់ក៏ត្រូវតែស្នងរូបនៅម្ចាស់ព្រៃនឹងឯងអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់នៅសាច់រឿងរបស់គាត់ទាំងអស់គ្នាហើយសម្រាប់ឈ្មោះរបស់គាត់គឺពិបាកហៅពេកអញ្ចឹងខ្ញុំសូមហៅគាត់ថាបងវ៉ាន់ចុះដើម្បីជា nickname ទេមិនមែនជាឈ្មោះដើមរបស់គាត់ទេដោយសារឈ្មោះគាត់ហ្នឹងគឺពិបាកហៅតិចអញ្ចឹងខ្ញុំសូមដាក់ឈ្មោះគាត់ថាបងវ៉ាន់ចុះដើម្បីងាយស្រួលហៅហើយស្ដាប់ទៅវាព្រោះដែរប្រហែលតាំងពីឆ្នាំ2005និយាយទៅវាបានកើតឡើងជាយូរដែរហើយអញ្ចឹងនៅក្នុងឆ្នាំ2005មិនមែនជាឆ្នាំដែលកើតហេតុការណ៍ហ្នឹងទេវាគឺជាឆ្នាំដែលបងប្រុសវ៉ាន់គាត់ត្រូវគេបញ្ជូនទៅរៀននៅភ្នំពេញដោយសារតែគេចង់ឲ្យគាត់ហ្នឹងទៅរៀនឲ្យចេះមកដឹកនាំក្នុងភូមិឲ្យរីកចម្រើនទៅលើជនជាតិរបស់គាត់អញ្ចឹងពេលដែលគាត់បានទៅរៀននៅភ្នំពេញគាត់បានស្គាល់ពីប្រពៃណីនិងការរស់នៅបែបជនជាតិខ្មែរយើងច្រើនមែនទែនដោយសារតែជនជាតិភាគតិចគាត់នៅតែក្នុងព្រៃទេអញ្ចឹងប្រពៃណីទំនៀមទម្លាប់មួយចំនួនគាត់អត់សូវដឹងទេការរស់នៅបែបទីក្រុងស៊ីវិល័យហ្នឹងក៏គាត់មិនធ្លាប់ដែរអញ្ចឹងការទៅរៀននៅភ្នំពេញនេះគឺជាដូចជាផ្លាស់ប្ដូរពិភពលោកមួយទៀតដែលគាត់ថាគាត់ធ្លាប់តែរស់នៅក្នុងព្រៃធ្លាប់តែដើរចូលព្រៃឬក៏ធ្លាប់តែរស់នៅបែបព្រៃភ្នំដល់ពេលគាត់ផ្លាស់ប្ដូរទៅនៅទីក្រុងអញ្ចឹងវាពិភពលោកដូចពីរផ្សេងគ្នាអញ្ចឹងសម្រាប់គាត់អញ្ចឹងពេលដែលគាត់ទៅដំបូងគឺពិបាករស់នៅមែនទែននៅឯភ្នំពេញហ្នឹងដោយសារតែគាត់អត់ធ្លាប់ហើយណាមួយតាមផ្លូវតាមអីហ្នឹងគឺមានចរាចរណ៍មមាញឹកមែនទែនអញ្ចឹងទៅគាត់ពិបាកនៅក្នុងការធ្លាប់រស់នៅដែរហើយសម្រាប់ភាសារបស់គាត់វិញដោយសារតែគាត់រស់នៅក្នុងភូមិហ្នឹងគឺភាគច្រើនគេប្រើភាសារបស់ជនជាតិដើមគាត់ហ្នឹងអញ្ចឹងគាត់អត់សូវចេះនិយាយខ្មែរទេហើយបើគាត់និយាយខ្មែរក៏រដើនស្ដាប់មិនសូវបានដែរអញ្ចឹងវាជាបញ្ហាមួយសម្រាប់គាត់ដែរវាជាឧបសគ្គមួយសម្រាប់ការរស់នៅទីក្រុងរបស់គាត់ប៉ុន្តែវាជាការជំនះរបស់គាត់ដោយសារគាត់ត្រូវតែបដិញ្ញាចិត្តថាគាត់នឹងរៀនឲ្យក្លាយជាបុគ្គលដែលមានចំណេះដឹងរូបដើម្បីអាចទៅដឹកនាំជនជាតិរបស់គាត់ឲ្យស្គាល់នៅអ្វីទៅដែលជាចំណេះដឹងការរៀនសូត្រអក្សរអីចឹងទៅអាចថាពេលដែលគាត់រៀនចេះទៅគាត់អាចចែករំលែកចំណេះវិជ្ជាដែលគាត់រៀនទាំងប្រមាណហ្នឹងទៅដល់ក្មេងៗឬក៏ចាស់ៗដែលនៅក្នុងភូមិហ្នឹងចឹងទៅអញ្ចឹងគាត់បដិញ្ញាចិត្តដាក់ចិត្តរៀនមែនទែនទោះជាលំបាកមិនក៏ដោយអញ្ចឹងគាត់ចំណាយពេល4ឆ្នាំសម្រាប់ការរៀននៅភ្នំពេញហើយគាត់ក៏បានរៀនចប់ទទួលនៅសញ្ញាបត្រអីរបស់គាត់នឹងអញ្ចឹងគាត់ក៏ត្រឡប់ទៅក្នុងភូមិរបស់គាត់វិញហើយរំលឹកពីភូមិរបស់គាត់បន្តិចភូមិរបស់គាត់ដោយសារតែរស់នៅជាមួយនឹងព្រៃជាមួយនឹងភ្នំអញ្ចឹងទំនៀមទម្លាប់ការសែនព្រៃការសែនព្រេននៅក្នុងព្រៃហ្នឹងគឺជាទម្លាប់របស់អ្នកភូមិរបស់គាត់ហើយជាទម្លាប់របស់ជនជាតិរបស់គាត់ដោយសារតែជនជាតិរបស់គាត់គឺគេគោរពទៅលើបាទព្រៃភ្នំអរុបអរិយអ្នកតានឹងខ្លាំងមែនទែនអញ្ចឹងជំនឿនេះគឺវាអត់ទាន់សាបលាបទេគឺនៅតែមានឥទ្ធិពលទៅលើជនជាតិរបស់គាត់នឹងហើយគេមានជំនឿមួយថានៅក្នុងភូមិរបស់គេគឺត្រូវការមនុស្សម្នាក់ដែលគឺជាអ្នកដឹកនាំបាទព្រៃគេហៅថាម្ចាស់ព្រៃនឹងឯងអ
ចឹងម្ចាស់ព្រៃហ្នឹងគឺមានតួនាទីសំខាន់ខ្លាំងមែនទែនដូចជាមេភូមិឬក៏ដូចជាមេកត្រៀងមួយចឹងនៅក្នុងភូមិដែលត្រូវតែមានម្ចាស់ព្រៃហ្នឹងហើយនៅពេលដែលជនជាតិរបស់គាត់ហ្នឹងបំរុងចូលទៅក្នុងព្រៃទៅអីហ្នឹងគឺត្រូវតែមានការអនុញ្ញាតពីម្ចាស់ព្រៃហ្នឹងដែលគេចាត់តាំងនៅក្នុងភូមិហ្នឹងអញ្ចឹងនៅពេលដែលបងវ៉ាន់គាត់ត្រឡប់មកពីភ្នំពេញវិញមានការអបអរសាទរពីអ្នកភូមិអ្នកស្រុករបស់គាត់នឹងខ្លាំងមែនទែនដោយសារតែគេចាំយូរហើយម្ចាស់ព្រៃដែលនៅមុនហ្នឹងគឺគាត់ចាស់ជរាខ្លាំងពេកអញ្ចឹងទៅក៏គេមិនទាន់បានលើកអ្នកថ្មីឲ្យធ្វើជាម្ចាស់ព្រៃដែរដោយសារតែអ្នកនៅក្នុងភូមិពីច្រើនគឺអត់សូវមានចំណេះដឹងបានរៀនសូត្រទេអញ្ចឹងក៏គេមិនអាចលើកអ្នកដែលនៅក្នុងភូមិទាំងអស់ហ្នឹងឲ្យធ្វើជាម្ចាស់ព្រៃចំនួនអ្នកដែលគាត់ធ្វើជាម្ចាស់ព្រៃដើមនឹងដែរហើយម្ចាស់ព្រៃដើមគាត់ជរាខ្លាំងមែនទែននៅពេលដែលបងវ៉ាន់គាត់ត្រឡប់មកវិញគឺមានការត្រេកអរដោយសារតែគេចង់ឲ្យមកតន់ដង្ហើមម្ចាស់ព្រៃហ្នឹងដោយសារម្ចាស់ព្រៃហ្នឹងគាត់សឹងតែជាដង្ហើមចុងក្រោយរបស់គាត់ហើយគាត់សឹងតែស្លាប់ម្ដងហើយអញ្ចឹងទៅក៏វាជាឱកាសល្អដែរអញ្ចឹងនៅពេលដែលបងវ៉ាន់ត្រឡប់មកពីភ្នំពេញវិញហ្នឹងគាត់អត់ចង់ធ្វើតួនាទីជាម្ចាស់ព្រៃហ្នឹងទេដោយសារតែវាត្រូវមានដំណំច្រើនមែនទែនសម្រាប់ម្ចាស់ព្រៃមិនអាចឲ្យទៅស្រឡាញ់នារីណាផ្សេងឬក៏មិនអាចធ្វើអ្វីបានច្រើនទេគឺរ៉ាប់បតាប់មែនទែនគឺគេមានដំណំអញ្ចឹងទៅបើសិនជាធ្វើគាត់ដំណំទេអាចនឹងប៉ះពាល់ខ្លួនរបស់គាត់ហ្នឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់គាត់អាចបង្កជាហានិភ័យទៅដល់អ្នកភូមិរបស់គាត់ទៀតប៉ុន្តែគាត់មិនអាចប្រកែកបានទេដោយសារតែអ្នកភូមិខំចំណាយនៅថវិកាផ្ទាល់ខ្លួនរបស់ពួកគេឲ្យបងវ៉ាន់គាត់ទៅរៀនអញ្ចឹងបើសិនជាគាត់ទៅរៀនចេះមានចំណេះដឹងហើយគាត់ប្រកែកអត់ធ្វើអញ្ចឹងវាដូចជាអត់សមហេតុសមផលជាមួយនឹងការចំណាយរបស់អ្នកភូមិទេហើយក៏មានការជំរុញនឹងលើកទឹកចិត្តពីឪពុកម្ដាយរបស់គាត់ផងអញ្ចឹងគាត់ក៏សម្រេចចិត្តថានឹងធ្វើជាម្ចាស់ព្រៃនៅក្នុងភូមិរបស់គាត់នឹងដឹកនាំភូមិហ្នឹងឲ្យប្រសើរឡើងប៉ុន្តែនៅពេលដែលបងវ៉ាន់គាត់ទៅរស់នៅឯភ្នំពេញរយៈពេល4ឆ្នាំហ្នឹងវាសឹងតែផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ហ្នឹងផ្សេងសឹងតែ 70% នៃជំនឿរបស់គាត់ដែលជឿពីមុនហ្នឹងអញ្ចឹងគឺអាការជឿរបស់គាត់ហ្នឹងគឺមានតែប្រហែលជា 30% ទៀតទេដោយសារតែការទៅរស់នៅភ្នំពេញគាត់មើលឃើញថាការរស់នៅបែបស៊ីវិល័យអញ្ចឹងទៅគេអត់សូវជឿនៅលើរឿងរ៉ាវពីបុរាណហ្នឹងទេវាបែបធម្មតាអញ្ចឹងទៅអញ្ចឹងគាត់សឹងតែសាបអលៀបអស់ហើយសម្រាប់ជំនឿរបស់គាត់ដែលធ្លាប់មានពីក្មេងមកប៉ុន្តែដោយសារតែមានការជំរុញឬក៏អីហ្នឹងគាត់ក៏សម្រេចចិត្តធ្វើជាបានម្ចាស់ព្រៃហើយអ្នកភូមិក៏បានធ្វើពិធីយ៉ាងអធិកអធមមែនទែនសម្រាប់ម្ចាស់ព្រៃថ្មីហើយក៏បានផ្លាស់ប្ដូរម្ចាស់ព្រៃចាស់ចេញហើយក៏លើកតំណែងឲ្យបងវ៉ាន់ធ្វើជាម្ចាស់ព្រៃថ្មីហ្នឹងហើយក៏ម្ចាស់ព្រៃចាស់ហ្នឹងគាត់ក៏ចាស់ជរាខ្លាំងពេកគាត់ក៏ស្លាប់នៅថ្ងៃដែលគេបានលើកបងវ៉ាន់ធ្វើជាម្ចាស់ព្រៃតហ្នឹងវាដូចជារឿងចាយដន់មែនទែននៅពេលដែលគាត់តែបងវ៉ាន់ត្រឡប់មកដល់ភូមិរបស់គាត់វិញម្ចាស់ព្រៃចាស់ក៏ស្លាប់ហើយម្ចាស់ព្រៃថ្មីក៏លើកវាត្រូវជាថ្ងៃដែលគេសប្បាយអ៊ូអរប៉ុន្តែវាត្រូវជាការកាន់ទុកវិញសម្រាប់ជនជាតិរបស់គាត់ដោយសារតែម្ចាស់ព្រៃចាស់ហ្នឹងវាមានអនុស្សាវរីយ៍ច្រើនមែនទែនសម្រាប់អ្នកភូមិរបស់គាត់អញ្ចឹងនៅពេលដែលគាត់ស្លាប់បាត់បង់ជីវិតហ្នឹងក៏មានការសោកសង្រេងដែរសម្រាប់អ្នកភូមិព្រោះដោយសារវាមានអនុស្សាវរីយ៍ច្រើនពេកសម្រាប់ពួកគាត់ណាប៉ុន្តែក៏វាជារឿងល្អដែរដោយសារតែបងវ៉ាន់គាត់មកធ្វើជាម្ចាស់ព្រៃទាន់ពេលវេលាផងដែរអញ្ចឹងនៅពេលដែលគេធ្វើពិធីបុណ្យឲ្យចប់សម្រាប់ម្ចាស់ព្រៃចាស់ហើយម្ចាស់ព្រៃថ្មីក៏បានលើកហើយជាមានទូនាទីរួចរាល់នៅពេលដែលអ្នកភូមិឲ្យត្រូវការចូលទៅក្នុងព្រៃទៅបរបាញ់សត្វហ្នឹងគឺគេមកសុំអនុញ្ញាតពីបងវ៉ាន់ប៉ុន្តែសម្រាប់បងវ៉ាន់គាត់មិនចង់ឲ្យអ្នកភូមិរបស់គាត់ទៅបរបាញ់សត្វអីទៀតទេដោយសារគាត់ពេលដែលគាត់មករៀនហ្នឹងគឺគាត់ដឹងថាការបរបាញ់សត្វព្រៃហ្នឹងវាគឺជាអំពើខុសច្បាប់ហើយវាក៏ជារឿងមិនល្អដែរវាអាចថាបំផ្លាញធនធានធម្មជាតិដែលយើងមានអញ្ចឹងទៅប៉ុន្តែក៏មិនអាចហាមបានដែរដោយសារតែអ្នកភូមិរបស់គាត់បើសិនជាអត់ទៅបរបាញ់សត្វទេគឺមិនអាចរកស៊ីរបស់អ្វីផ្សេងទេក្រៅពីរកផ្លែឈើព្រៃក្រៅពីបរបាញ់សត្វព្រៃក្រៅពីរកភោគផលពីព្រៃឈើហ្នឹងអ
chẳng có anh nhạt ai tới phần tay tôi bóng cứ quạt bạ không ca thôi chất khăn tên là sao tại rương ra anh tí có kềm rồi rương ra ấy sầm khăn có kềm rồi tới thế cứ miền ca sầm ra chất bị quạt hồn chẳng là sao ta quát còn nơi mình phong hay thôi nó có vi chỉ lực tìm mũi bạc quạt đây chẳng vì thôi ở quạt nó smokeman khăn bị chẳng quạt sưng tại bóc bao ngày năm nay mình chắc bày đứng trong đầu phần tay bà sân chỉ còn bao bóng cháu ta nên là khi nãy thôi hai chôn chết bao quát nâng tới chỉ rằng nè bà sân chỉ ở miền ca được nói với con hai chắp về tại quát bàn thơ nó quát có bàn tròn còng này bạc mai chân nguồn sầm rọc cả châu prey bên này đã xa tại quát khơi tha nè phù một quán cư tại châu từ prey chỉ riêng rồi ngày sầm rọc cả bao bàn sạch trên quát cật tha vì mình lơ bị pram nam thì bà sân chỉ quát nơi tại bờ đá đồi nè phù một quát ao từ bao bàn sạch bàn nâng tiết vì sẽ bà chỉ phật bù sạch tại con nâng tại prey chìm khan thì chân quát cò và cả bạc mồi chỉ bạc nâng không phù một quát nâng tha nè phù một quát nâng không mà sắp đá cứ ai từ prey tại mặt hòn thì ao cho từ tầm đòn thì cứ mình ai ao cho từ 100 ngày thì dân với miền từ bốn cứ miền ca mình bên chật bị sầm nạn nè phum khang mình tên là sao tại nè phum một quát cứ bắt đầu sầm khán từ lời ca vào bài sạt nâng chân bà sân chỉ mình ao bu quát cho từ không prey chỉ rừng rót ngày thế chân ca mà hộp cho anh được không theo bảo quán cứ có thoi tam này chân từ bốn cứ miền ca bác bao mình bên chật khang mình tên hơi vì mình trầm tại ca và các bác tha mà tất từ không prey ban tầm đó thế có miền bác xin tiệt đây chẳng thua ao nè phum đó nó cứ chọc đam mình bên chật từ lơ bong văn chỉ khẳng đã thà com chùm này lôi ao mồi riêng tiền lôi hái bái chia một bậc cát bắp mà ham pram bọc quạt hái quạt cất thà với chia rương mình lo thế đại bong văn quạt một cái prai bầm nằng đã xa tại mà cha prai đào nó cứ kê mình thọp miền cháy bắp anh chẳng thế kê bật đào bộ quạt ao trong tân hà của ba này chẳng bàn chỉ đã phun ở nó cứ chọc đào khọ chặt trên môi đường bằng vằn hơi còn miền được bậc rồng tiết đấy trên nhận mình trôi chặt bằng vằn đang bị đào quát có chọc đào rộng về thị xác đàm bấy ơi bằng vằn nó cho trên pi đầm này mà chặt prey nằng làm bậy thả bộ quát nằng thơm đó rồi có ai ơi nằng nạp xin tiết thơ mình đã xa quát chọc đào mình bên chặt bị đám cứ mình theo cứ ở bên chật mà show mấy bạn ta đã xả lớn nước bậc cát bắp FMC trong chơi nạp phúng nó có rất là sọp khăn chừng muốn thực tiệt chẳng có bàn từ rột nơi crew mà nè đại chỉ chôn triệt bảo quạt nâng đôi kia bàn tay còn thà crew nó cứ kề che nơi môn cùng ôm FMC nhá đấy cứ chỉ cùng mày thà nâng đã từ lơ bóng ván rồi có ai thưa vậy mà dáng đại có thà ai từng riêng bóng ván bạc chẳng bộ kê cò mình chạm dù đáy kê cò bà nọc nê khní kê bà chỉ buôn pram nè nâng cho từ nông tè bọc cừu nâng bê đai từ đó chụp cừu nâng từ bộ nâng còn tại bạc thuê tới nâng khơi một cừu ở sấy nâng cứ cua khlat bên trên sọ các bà cái tình cái tương đôi mình đai bàn mùi tật đọc phải ngày chẳng còn tại cho từ đó clip được mình cho lấy một bác luôn bộ quạt chẳng đôi chỉ cho phát mà phai chẳng thấy có sụp quạt hà anh mà rồi ấy mà rồi dương miền ca ấy dương mình đã khơi bộ anh một tay dương tê hả chọn plug đầu về chơi nhé vì hạ đôi chỉ crew nắng đăng thà bộ quạt tầng buồn tầng pram điện nắng mà chọn plug đầu bằng ván trình mà rồi ai quạt chui thà ai plug đầu mà chả prey chả được trình từ chẳng được bê đài bạn đăng thà để crew nắng cứ đăng bị cùng đặt bọc bộ quạt có bạn slide từ ngọc từ can để crew thà từ hai để crew bộ dương chón ao ẩm chả prey nắng quý ngọt rồi coi bị cột tới ai những lược bộ dương ở thưa vinh đã xa bộ dương không chùm này lôi ai về riêng nè phùm từng ó không tục chất vì chùm nái từng lôi tọt luôn ó mà cầm nổ dạ bê 4 năm đi bê đại về tập lọc mà vinh quý bạc hạt bạc scooter cho bảo vệ ấy tê dương lọc từ từ vào bàn sạch prey mà tất một bờ đồng bồng bấy đó hoặc mình đã ham đây bên tai bê đã vì làng một mà tích về oi tới tầm đầu hơi sầm rập bị thi ấy được không phúng cứ vì mình oi thưa đẹp đá tê đại xa tại vì cật hà nâng chùm này lôi ọt bây giờ chấn chùm nữa đại bộ dương miền tây đó
វាគិតថាវាជារឿងคล้ายៗអញ្ចឹងហើយសូមអ្នកគ្រូជួយពួកយើងផងអាចនឹងធ្វើអំពើឲ្យវាឈួតឬក៏ស្លាប់តែម្ដងទៅជាការល្អនៅពេលដែលអ្នកគ្រូនោះបានស្ដាប់ហើយក៏និយាយទៅកាន់ពួកគេវិញថាមិនទេយើងក៏មិនចូលចិត្តវាដែរបើសិនជាពួកឯងមករកល្អហើយចាំយើងជួយឯងប៉ុន្តែយើងមានលក្ខខណ្ឌមួយនៅពេលដែលម្ចាស់ព្រៃនឹងវាឈួតទៅឬក៏វាស្លាប់ទៅពួកឯងសូមគៀងគរអ្នកភូមិឲ្យមកលើកយើងធ្វើជាម្ចាស់ព្រៃបន្តបើសិនជាពួកឯងអាចធ្វើបានយើងនឹងធ្វើពិធីឲ្យម្ចាស់ព្រៃនេះស្លាប់តែម្ដងនៅពេលនោះពួកគេទាំង4ទាំង5នាក់ក៏មានការពេញចិត្តជាខ្លាំងថាមិនអីទេអ្នកគ្រូបើសិនជាអ្នកគ្រូអាចធ្វើឲ្យវាស្លាប់ឬក៏វាឈួតបាននោះពួកយើងនឹងគៀងគរអ្នកភូមិនិងបញ្ចុះបញ្ចូលអ្នកភូមិមកឲ្យលើកអ្នកគ្រូធ្វើជាម្ចាស់ព្រៃបន្តពេលនោះពួកគេក៏ត្រឡប់ទៅវិញទាំងចិត្តសប្បាយរីករាយគិតថាអ្នកគ្រូនឹងធ្វើអំពើទៅឲ្យបងវ៉ាន់ឈួតឬក៏ស្លាប់ជាមិនខានទេហើយពួកគេនឹងអាចលើកអ្នកគ្រូនោះឲ្យធ្វើជាម្ចាស់ព្រៃហើយពួកគេអាចនឹងទៅបរបាញ់សត្វឬក៏ទៅធ្វើអ្វីតាមតែអំពើចិត្តគេបានដូចពីមុនអញ្ចឹងនៅពេលដែលពួកគេត្រឡប់ដល់ផ្ទះវិញគេក៏បានដើរទៅដល់ផ្ទះបងវ៉ាន់ដើម្បីទៅសុំបងវ៉ាន់ចូលទៅក្នុងព្រៃប៉ុន្តែនៅពេលដែលពួកគេត្រឡប់ទៅដល់ផ្ទះបងវ៉ាន់មិនអនុញ្ញាតទេហើយប្រាប់ពួកគេថាខ្ញុំមិនទាន់ឲ្យពួកបងចូលទៅទេបងបើសិនជាបងចូលទៅនៅពេលនេះសត្វព្រៃដែលបងបរបាញ់ហ្នឹងមួយអាទិត្យ7 ដងហើយបងគិតមើលបើសិនជាបងទៅបរបាញ់រាល់ថ្ងៃវាអាចនឹង4 ទៅ 5 ឆ្នាំទៀតនៅក្នុងភូមិរបស់យើងច្បាស់ជាលែងមានសត្វព្រៃហូបជាមិនខានទេបើសិនជាបងមិនស្ដាប់ខ្ញុំពេលនោះពួកគេក៏ប្រាប់ថាហេតុអីបានជាយើងខំចំណាយលុយអស់មួយកំណោឲ្យឯងទៅរៀនហើយទៅរៀនចេះដឹងដើម្បីមកដឹកនាំភូមិប៉ុន្តែឯងបែរជាមានផ្នត់គំនិតបែបនេះមិនអនុញ្ញាតឲ្យពួកយើងទៅចែកច្បាប់មិនចេះចែកច្បាប់មិនចុះធ្វើឲ្យអ្នកភូមិពិបាកធ្វើអីពេលនោះបងបានក៏តបទៅវិញថាវាជាច្បាប់ដែលឲ្យល្អទេបងបើសិនជាបងទៅបរបាញ់សត្វជារៀងរាល់ថ្ងៃច្បាស់ណាស់នៅក្នុងព្រៃច្បាស់ជាអស់សត្វជាមិនខានទេហើយបងនឹងធ្វើដំណើរទៅឆ្ងាយជាងមុនទៀតហើយការបរបាញ់សត្វព្រៃនេះបើសិនជានៅក្នុងច្បាប់ប្រទេសកម្ពុជាគឺវាខុសច្បាប់ទាំងស្រុងណាបងនៅពេលនោះពួកគេស្ដាប់ដូចជាមិនចូលទៅជាទេពួកគេក៏ប្រកែកជាមួយនឹងបងវ៉ាន់ខ្លាំងមែនទែនហើយក៏បានប្រាប់ថាឯងប្រយ័ត្នខ្លួនតិចទៅពួកយើងនឹងគៀងគរអ្នកភូមិមកទម្លាក់តំណែងឯងជាមិនខានទេបើសិនជាឯងរត់បន្តពួកយើងបែបនេះពួកគេក៏បន្តដំណើរទៅផ្ទះរៀងខ្លួនទៅហើយក៏គិតថាអ្នកគ្រូនឹងធ្វើអំពើឲ្យបងវ៉ាន់ស្លាប់ជាមិនខានមិនយូរប៉ុន្មានអ្នកគ្រូក៏ចាប់ផ្ដើមធ្វើអំពើទៅលើបងវ៉ាន់ប៉ុន្តែដោយសារតែម្ចាស់ព្រៃមិនមែនទៅលងមូលទេគាត់ក៏ចេះនៅមុនអាគមការពារខ្លួនរបស់គាត់ដែរទៅតាមប្រពៃណីជនជាតិរបស់គាត់នឹងដោយសារតែម្ចាស់ព្រៃមួយគឺខ្លាំងគ្រាន់បើដែរអញ្ចឹងអ្នកគ្រូនោះគឺមិនអាចធ្វើអ្វីបានទៅលើបងវ៉ាន់បានទេហើយក៏ធ្វើអ្វីមិនបានលើបងវ៉ាន់ក៏បានហៅបងប្រុសដែលប្រហែលអ្នកដែលស្អប់បងវ៉ាន់នឹងទៅជួបគាត់ថាគាត់ធ្វើអីវាមិនកើតទេអញ្ចឹងហើយគាត់មានវិធីមួយបើសិនជាពួកឯងធ្វើបាននោះវានឹងអាចចូលអន្ទាក់យើងជាមិនខានទេពេលនោះអ្នកគ្រូក៏បានប្រាប់ថាឯងសូមជ្រើសរើសស្រីក្រមុំដែលស្អាតជាងគេនៅក្នុងភូមិឲ្យទៅបង្វក់វានោះវានឹងងប់ជាមួយនឹងស្រីនោះហើយយើងនឹងអាចធ្វើអំពើទៅលើវាបានហើយធ្វើឲ្យវាខកដំណោម្ចាស់ព្រៃនោះយើងនឹងអាចធ្វើរឿងរ៉ាវទៅលើវាអ្វីក៏បានដែរពេលនោះពួកគាត់ទាំង5នាក់ក៏គិតថាគាត់ទៅបញ្ចុះបញ្ចូលមនុស្សស្រីនោះដោយរបៀបណាក៏បានសួរអ្នកគ្រូថាមនុស្សស្រីនៅក្នុងភូមិគឺមានតែម្នាក់ទេគឺជាកូនប៊ីញអនឹងឯងហើយក៏និយាយទៅធ្មប់ស្រីហ្នឹងក៏គាត់ដឹងថាអញគិតថាមានតែវានឹងទេប៉ុន្តែពួកឯងអាចទៅបញ្ចុះបញ្ចូលវាបានទេពេលនោះពួកគាត់គិតថាវាគ្មានមធ្យោបាយណាដែលអាចទៅបញ្ចុះបញ្ចូល
cô mình ở bàn tê hỏi để cô thà bà ấy mình ai từ mình chọc trâu với bán trăm những chùi dướiនឹងធ្វើមុនស្នេហ៍ទៅលើនាងឲ្យនាងទៅស្រឡាញ់ជាមួយនឹងអាម្ចាស់ព្រៃហ្នឹងនៅពេលដែលនិយាយហើយពួកគេមានសេចក្តីត្រេកអរជាខ្លាំងដែលសារគាត់ថាអ្នកគ្រូធ្មប់ហ្នឹងនឹងអាចធ្វើអំពើបានទៅលើបងម្ចាស់ព្រៃដែលជាបង្វណ្ណហ្នឹងអញ្ចឹងនៅពេលដែលនិយាយហើយអ្នកគ្រូនោះក៏បានឲ្យពួកគេទៅលួចសម្លៀកបំពាក់ពីផ្ទះកូនមីងអហ្នឹងមកហើយកូនមីងអហ្នឹងគឺជាបងលំអងនឹងឯងបងលំអងគឺជាឈ្មោះ nickname ទេមិនមែនជាឈ្មោះពិតរបស់គាត់ទេដោយសារតែឈ្មោះជនជាតិគាត់វាអាចនឹងពិបាកហៅបន្តិចអញ្ចឹងពួកគាត់ក៏មិនចាំយូរដែរគាត់ក៏ធ្វើការរូតរះដើម្បីទៅលួចនៅកន្សែងឬក៏សម្លៀកបំពាក់អីដែលបងលំអងគាត់ប្រើប្រាស់ហ្នឹងហើយគាត់មិនអាចទៅលួចពេលថ្ងៃបានទេដោយសារតែបើសិនជាពួកគាត់ចូលទៅពេលថ្ងៃច្បាស់ណាស់អ្នកភូមិនឹងឃើញជាមិនខានទេអញ្ចឹងហើយពួកគាត់នឹងទៅលួចសម្ភារៈប្រើប្រាស់ដូចជាសម្លៀកបំពាក់ឬក៏កន្សែងអីផ្សេងៗហ្នឹងពីបងលំអងមិនគិតយូរទេនៅពេលដែលគ្រាន់តែយប់ភ្លាមពួកគេក៏បានចូលទៅលួចបាននៅកន្សែងមួយហើយក៏បានយកកន្សែងនោះមកឲ្យអ្នកគ្រូធ្មប់ដើម្បីធ្វើមុនស្នេហ៍ទៅលើនាងហើយមិនទាន់ចប់ទេដោយសារតែការធ្វើអំពើមុនស្នេហ៍នេះត្រូវមានតម្រូវឲ្យមានរបស់ប្រើប្រាស់របស់បងបានផងដែរបើសិនជាមិនមានទេមិនអាចធ្វើអំពើបានទេដូច្នោះហើយក៏បញ្ជាបងប្រុសទាំង5នោះឲ្យទៅរកមធ្យោបាយដើម្បីលួចរបស់ប្រើប្រាស់នៅលើខ្លួនរបស់បងវ៉ាន់នឹងនៅពេលនោះពួកគេក៏មិនចាំយូរដែរដោយសារតែពួកគេនឹងប្រញាប់រូតរះដោយសារតែគិតថាបើសិនជាធ្វើបានលឿននោះផែនការរបស់គាត់នឹងបញ្ចប់បានលឿនហើយពួកគាត់ក៏អាចនឹងមានសេរីភាពឡើងវិញដែរអញ្ចឹងគាត់ក៏បានទៅដល់ផ្ទះបងវ៉ាន់ហើយគាត់បាននិយាយគ្នាថាឲ្យមនុស្ស3នាក់ទៅអង្គុយនិយាយជាមួយនឹងបងវ៉ាន់ទៅសម្រួលជាមួយនឹងបងវ៉ាន់វិញហើយឯមនុស្ស2នាក់ទៀតនឹងរកមធ្យោបាយដើម្បីលួចខោឬក៏លួចអាវរបស់បងវ៉ាន់ដែលបានហាលនៅក្រៅផ្ទះហ្នឹងអញ្ចឹងពួកគាត់ក៏ធ្វើតាមផែនការរបស់គាត់បានឲ្យមនុស្ស3នាក់កំពុងតែនិយាយថាលួងលោមបងវ៉ាន់ថាមុនហ្នឹងពួកគាត់ខឹងមួយឆាវអញ្ចឹងសូមបងវ៉ាន់ហ្នឹងកុំប្រកែប្រកាន់ពួកគាត់អីដោយសារតែវាអាចនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍ដោយសារតែគាត់ខឹងពេកអញ្ចឹងទៅគាត់នឹងសុំទោសផងពួកគាត់នឹងស្ដាប់បង្គាប់តាមបងវ៉ាន់ប៉ុន្តែវាមិនមែនជាពាក្យពិតទេវាគ្រាន់តែជាការបាត់បង់នៅអ្វីដែលគាត់បានគ្រោងទុកនៅប៉ុណ្ណោះនៅពេលនោះពួកគេ2នាក់ទៀតក៏បានលួចបាននៅអាវរបស់បងវ៉ាន់ដែលជាអាវរបស់គាត់ពាក់រាល់ថ្ងៃហ្នឹងអញ្ចឹងក៏លួចបានហើយក៏ធ្វើការឲ្យសញ្ញាទៅពួកគេក៏ថាឥឡូវដល់ពេលបងត្រឡប់ទៅវិញហើយអញ្ចឹងបងប្រញាប់ទៅផ្ទះមានការរៀងខ្លួនដែរអញ្ចឹងក៏សូមលាប្អូនទៅវិញដែរនិយាយបែបល្អមែនទែនប៉ុន្តែបើស្ដាប់ទៅគឺបែបឈាមត្រជាក់គឺល្អពីមុខលួចចាក់ពីក្រៅខ្នងអញ្ចឹងក៏បានត្រឡប់ទៅផ្ទះនិយាយធ្មប់វិញពេលដែលត្រឡប់ទៅដល់ផ្ទះគ្រូធ្មប់នឹងហើយក៏បានបកគោលអាវនោះឲ្យទៅអ្នកគ្រូហើយអ្នកគ្រូនោះគ្រាន់តែឃើញអាវរបស់បងវ៉ាន់ភ្លាមក៏មានការសប្បាយចិត្តជាខ្លាំងគាត់សោចហ្នឹងគឺសោចគួរឲ្យខ្លាចមែនទែនគាត់គិតថាគាត់នឹងធ្វើអំពើឲ្យបងវ៉ាន់ហ្នឹងឈួតជាមិនខានទេគាត់មិនទាន់ឲ្យស្លាប់ទេដោយសារគាត់ចង់ឲ្យអាម្ចាស់ព្រៃហ្នឹងវានៅវេទនានៅនឹងឲ្យអ្នកភូមិសើចចំអកអីចឹងទៅដំបូងឡើយហ្នឹងគាត់ក៏បានធ្វើអំពើទាំងពីរហ្នឹងដាក់ឲ្យបងវ៉ាន់ជាមួយនឹងបងលំអហ្នឹងស្រឡាញ់គ្នាប៉ុន្តែដោយសារតែបងវ៉ាន់គាត់ក៏មានបាទនៅអាគមការពារខ្លួនគាត់មួយចំនួនដែរអញ្ចឹងការធ្វើអំពើពីអ្នកគ្រូធ្មប់ហ្នឹងគឺមិនចូលទៅគាត់ទេចូលតែទៅបងលំអងពេលហ្នឹងបងលំអងគាត់មានអារម្មណ៍ថាគាត់ហាក់ដូចជាស្រឡាញ់ម្ចាស់ព្រៃហ្នឹងខ្លាំងមែនទែនភ្លាមហើយក៏គាត់ទ្រាំមិនបានដែរគាត់ទៅផ្ទះបងវ៉ាន់ទាំងយប់ហើយបងវ៉ាន់ក៏ចម្លើយដែរមិនដែលឃើញបងលំអងមកផ្ទះគាត់ទេហើយស្រាប់តែពេលនេះគាត់មកទាំងយប់ទៀតអញ្ចឹងគាត់មានការងឿងឆ្ងល់ជាខ្លាំងថាតើបងលំអងមករកអីនៅពេលដែលគ្រាន់តែបងលំអងដល់ផ្ទះភ្លាមក៏បានស្រែកហៅបងវ៉ាន់ពេលដែលបងវ៉ាន់ចុះមកគាត់ក៏បាននិយាយថាខ្ញុំស្រឡាញ់បងខ្ញុំចង់ធ្វើជាប្រពន្ធរបស់បងតើបងព្រមឬអត់ហើយបងវ៉ាន់នៅពេលនោះគាត់
មានអារម្មណ៍ថាបងលំបងគាត់ក៏ស្រឡាញ់ដែរដោយសារបងលំបងក៏មានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងភូមិដែរហើយគាត់ក៏ធ្លាប់ស្រឡាញ់តាំងពីមិនទាន់បានទៅរៀននៅនោះជាងគាត់ក៏មានចិត្តប្រតិព័ទ្ធទៅលើបងលំបងដែរប៉ុន្តែដោយសារតែមានបន្ទុកនៅលើខ្លួនរបស់គាត់ធ្វើជាម្ចាស់ព្រៃដូច្នោះហើយគាត់មិនអាចស្រឡាញ់រីនោះបានទេគាត់ក៏បានថាអូខ្ញុំមិនបានស្រឡាញ់បងទេអញ្ចឹងសូមបងត្រឡប់ទៅវិញទៅខ្ញុំគឺជាម្ចាស់ព្រៃបងដឹងហើយទំនៀមទម្លាប់ប្រពៃណីរបស់យើងម្ចាស់ព្រៃមិនអាចស្រឡាញ់ស្រីបានទេវាខុសដំណំហើយក៏ខុសប្រពៃណីរបស់ជនជាតិជាងផងដែរនៅពេលនោះគាត់មានការបដិសេធសម្បកក្រៅប៉ុន្តែនៅក្នុងចិត្តរបស់គាត់គឺស្រឡាញ់បងលំអងដូចគ្នាអញ្ចឹងបងលំអងក៏មានការខកចិត្តជាខ្លាំងក៏ត្រឡប់ទៅវិញត្រឡប់ទៅផ្ទះវិញប៉ុន្តែនៅក្នុងចិត្តបងលំអងគាត់មិនទាន់រងាប់បានទេដោយសារតែមានការដាក់អំពើស្នេហ៍ពីគ្រូធ្លាប់ខ្លាំងមែនទែនអញ្ចឹងនៅពេលដែលគាត់ត្រឡប់ទៅវិញយប់ហ្នឹងគឺមិនអីទេប៉ុន្តែយប់ស្អែកឡើងគាត់នឹងធ្វើការមកម្ដងទៀតមកដល់ផ្ទះបងវ៉ាន់កំពុងតែដេកនៅលើផ្ទះសុកបងលំអងក៏បានឡើងមកដល់លើផ្ទះដោយមិនប្រាប់បងវ៉ាន់ទេមិនបានហៅដូចមុនទេអញ្ចឹងបងវ៉ាន់កំពុងតែដេកបងលំអងក៏ហក់មកទ្រពពីលើហើយនិយាយថាធ្វើជាប្តីរបស់ខ្ញុំទៅខ្ញុំស្រឡាញ់បងខ្លាំងណាស់អញ្ចឹងហើយបើគ្មានបងខ្ញុំក៏មិនអាចរស់ដែរនៅពេលដែលបងលំអងទ្រពពីលើគាត់នោះបងវ៉ាន់ព្យាយាមរើបំប្រាស់ដែរប៉ុន្តែហាក់ដូចជាមានអារម្មណ៍ប្រតិព័ទ្ធទៅលើគាត់ដែរអញ្ចឹងគាត់ក៏ព្រមជាមួយនឹងបងលំអងទាំងដែលភ្លេចគិតថាខ្លួនគឺជាម្ចាស់ព្រៃអញ្ចឹងគាត់ក៏បានប្រព្រឹត្តនៅទង្វើដែលមិនគប្បីជាមួយនឹងតំណែងម្ចាស់ព្រៃហើយធ្វើឲ្យខកដំណំម្ចាស់ព្រៃនៅពេលនោះហើយបើកលេចមើលវិញវាគឺជាឱកាសល្អសម្រាប់គ្រូធ្មប់ខ្លាំងមែនទែនហើយនៅយប់នោះបន្ទាប់ពីបងលំអងគាត់ព្យាយាមបាទបៀតបៀនទៅលើបងប្រុសវ៉ាន់អញ្ចឹងគាត់ក៏បានខូចខ្លួនទាំងពីរដាក់ជាមួយគ្នានឹងហើយបងប្រុសវ៉ាន់នៅពេលដែលគាត់ទប់អារម្មណ៍មិនបានអញ្ចឹងធ្វើឲ្យអាតំណែងតែគាត់បំរាមទាំងប្រមាណនាំទាំងប្រមាណដែលគេហាម5ហ្នឹងគឺបានប្រព្រឹត្តទៅលើនឹងខ្លាំងអញ្ចឹងទៅក៏ជាឱកាសល្អសម្រាប់គ្រូធ្មប់នៅពេលហ្នឹងគ្រូធ្មប់គឺបានសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលបងវ៉ាន់គាត់ខុសដំណោអញ្ចឹងទៅគាត់ក៏អាចធ្វើអំពើដាក់ទៅលើបងវ៉ាន់នឹងបានហើយដបងហ្នឹងបងវ៉ាន់គាត់មិនតន់ប្រាប់រឿងរ៉ាវដែលគាត់បានប្រព្រឹត្តហ្នឹងទៅអ្នកភូមិទេដោយសារតែបើសិនជាគាត់ប្រាប់ទៅអាដំណោមដែលគាត់បានប្រព្រឹត្តខុសហ្នឹងអ្នកភូមិនឹងដាក់ទោសទៅលើបងវ៉ាន់ជាមិនខានទេដោយសារតែម្ចាស់ព្រៃគេមិនអាចឲ្យគាត់មានស្នេហាឬក៏មានអាចរួមមិត្តរីជាមួយនឹងនារីណានោះទេអញ្ចឹងទៅបើសិនជាគាត់បញ្ចេញរឿងនេះទៅក្រៅច្បាស់ណាស់ច្បាស់ជាអ្នកភូមិនឹងមករករឿងគាត់ជាមិនខានទេអញ្ចឹងហើយគាត់ក៏បានលាក់ការសម្ងាត់រឿងនេះហើយក៏បានប្រាប់ទៅបងលំអងដែរថាកុំឲ្យទៅនិយាយប្រាប់អ្នកណាគេថាគាត់ទាំងពីរអ្នកហ្នឹងបានជ្រុលជ្រុះជាមួយគ្នាអញ្ចឹងទៅប៉ុន្តែសម្រាប់មនុស្សមួយក្រុមទៀតដែលជា4 5នាក់ហ្នឹងគឺពួកគាត់បានដឹងហេតុការណ៍ហ្នឹងអស់ហើយអញ្ចឹងតួបងវ៉ាន់គាត់ចង់លាក់ក៏លាក់មិនចិត្តដែរហើយក៏ជាឱកាសល្អសម្រាប់គ្រូគ្រប់ដែរនៅពេលហ្នឹងគាត់បានធ្វើអំពើភ្លាមតែម្ដងទៅលើបងប្រុសវ៉ាន់ហើយគាត់ត្បូងគឺគាត់បានប្រើមន្តអាគមរបស់គាត់ហ្នឹងឲ្យទៅបង្វក់បងវ៉ាន់ជាមួយនឹងបងលំអងហ្នឹងអញ្ចឹងនៅពេលហ្នឹងបងវ៉ាន់គាត់ទប់អារម្មណ៍លែងបានហើយអារម្មណ៍ដែលគាត់បានធ្វើទាំងអំបាលម៉ានហ្នឹងគឺវាបានផ្លាស់ប្ដូរទាំងស្រុងដោយសារតែអំពើរបស់គ្រូធ្មប់ហ្នឹងអញ្ចឹងគឺគាត់មិនអាចលាក់បាំងទៀតទេនៅពីសេចក្តីស្រឡាញ់របស់គាត់ហ្នឹងទៅលើបងលំអងអញ្ចឹងធ្វើឲ្យគាត់ហ្នឹងបញ្ចេញវាមកក្រៅមានថាគាត់ធ្វើកាយវិការឬក៏ទង្វើរបស់គាត់ហ្នឹងឲ្យអ្នកភូមិឃើញតែម្ដងនៅពេលដែលអ្នកភូមិគាត់ឃើញថាហាក់ដូចជាខុសប្លែកដោយសារតែតំណែងម្ចាស់ព្រៃហ្នឹងគឺមិនអាចស្រឡាញ់នារីណាបានទេអញ្ចឹងហើយទង្វើរបស់បងវ៉ាន់ហ្នឹងគឺមើលឃើញថាគាត់ហ្នឹងកំពុងតែស្រឡាញ់បងលំអងហ្នឹងហើយវាមានការជ្រុំជ្រែងពីមនុស្ស 4-5 នាក់ដែលជាអ្នកស្អប់បងវ៉ាន់ហ្នឹងគាត់ក៏បានដើរប្រាប់អ្នកភូមិថាម្ចាស់ព្រៃដែលយើងគោរពរាល់ថ្ងៃហ្នឹងគឺចាប់ផ្ដើមល្មើសវិន័យហើយឥឡូវនេះរូបគេហ្នឹងគឺបានទៅលួចរួមមេត្រីឬក៏លួចខូចខលជាមួយនឹងមនុស្សស្រីនៅក្នុងភូមិអញ្ចឹងទៅអាដំណឹងហ្នឹងគឺវាបែកលឿនមែនតើនៅក្នុងភូមិរបស់គាត់នៅក្នុងកលសម្ព័ន្ធរបស់គាត់ហ្នឹងគឺអ្នកភូមិបន្ទាប់ពីទទួលបានដំណឹងហ្នឹងហើយគឺមានការភ្ញាក់ផ្អើលមែនតើដោយសារតែ
គាត់ខំចំណាយលុយឲ្យបងវ៉ាន់ទៅរៀនរយៈពេល 4-5 ឆ្នាំគឺមិនអស់តិចទេហើយក៏ទុកចិត្តបងវ៉ាន់ខ្លាំងមែនទែននៅពេលដែលបងវ៉ាន់គាត់ប្រព្រឹត្តនៅទង្វើបែបហ្នឹងគឺមានការខកចិត្តខ្លាំងមែនទែនប៉ុន្តែអ្នកភូមិខ្លះក៏មិនជឿដែរប្រហែលជាគិតថាបរិះ 4-5 នាក់ដែលជាអ្នកដើរផ្សព្វផ្សាយហ្នឹងប្រហែលជាពូនកុហកអីចឹងទៅដោយសារតែពួកគេហ្នឹងគឺមិនចូលចិត្តបងវ៉ាន់ទេអញ្ចឹងដំបូងគឺអត់ជឿទេប៉ុន្តែនៅពេលដែលគេព្យាយាមតាមសង្កេតមើលគឺឃើញថាអញ្ចឹងមែនពេលថាបងវ៉ាន់ហ្នឹងគឺលួចមានស្នេហាជាមួយនឹងបងលំអងទាំងដែលពួកគាត់ត្រូវមានដំណំដែលមិនអាចស្រឡាញ់ស្រីទេពីមួយថ្ងៃទៅមួយថ្ងៃអ្នកគ្រូធ្មប់កាន់តែធ្វើអំពើកាន់តែខ្លាំងឡើងសឹងតែបងវ៉ាន់គាត់លែងមានសតិនៅក្នុងខ្លួនអាចគ្រប់គ្រងខ្លួនបានហើយអញ្ចឹងអាការៈរបស់គាត់ហ្នឹងគឺពិបាកទទួលយកមែនទែនអញ្ចឹងអ្នកភូមិគឺពេលដែលចូលព្រៃចូលអីហ្នឹងគឺតែងតែមកសុំអនុញ្ញាតពីម្ចាស់ព្រៃនៅពេលដែលឃើញម្ចាស់ព្រៃរបស់គាត់ដែលគាត់តែងតាំងដែលគាត់លើកឲ្យធ្វើហ្នឹងវាមិនដូចអីដែលគាត់គិតអញ្ចឹងគាត់ក៏នាំគ្នាបាតកម្មហើយទម្លាក់បងវ៉ាន់ឲ្យឈប់ធ្វើជាម្ចាស់ព្រៃរបស់គាត់ទៀតវាជារឿងល្អសម្រាប់គ្រូមុខមែនទែនដោយសារតែវាអាចថារឿងនេះគឺទៅតាមផែនការរបស់គាត់ដែលគាត់បាននិយាយជាមួយនឹងបរិះ 5 នាក់ដែលមិនចូលចិត្តបងវ៉ាន់នឹងអញ្ចឹងនៅពេលដែលពួកអ្នកភូមិអីបានទម្លាក់បងវ៉ាន់ពីតំណែងម្ចាស់ព្រៃនឹងហើយបងវ៉ាន់គាត់ចាប់ដើមបាក់ទឹកចិត្តផងហើយអារម្មណ៍របស់គាត់នឹងគឺមិននឹងណទេដោយសារតែត្រូវអំពើរបស់គ្រូមុខមិនត្រឹមតែបងវ៉ាន់ទេបងលំអងក៏ដូចគ្នាដោយសារបងលំអងគាត់មិនបានមានចិត្តស្រឡាញ់បងវ៉ាន់ទេដោយសារតែគាត់ត្រូវអំពើរបស់គ្រូមុខនឹងដែលដាក់ឲ្យគាត់នឹងស្រឡាញ់ទៅលើបងវ៉ាន់នឹងដើម្បីបំផ្លាញបងវ៉ាន់អញ្ចឹងនៅពេលដែលគេទម្លាក់នឹងអ្នកគ្រូមុខគឺកាន់តែចង់ឃើញថាបងវ៉ាន់នឹងទៅជាយ៉ាងណានៅពេលដែលខ្លួនឯងនឹងត្រូវបានអ្នកភូមិទាត់ចោលមិនទាន់ចប់ទេសម្រាប់គ្រូធ្មប់នឹងគឺគាត់ចង់ឃើញបងវ៉ាន់នឹងបរាជ័យខ្លាំងអាចថាឲ្យឈួតឬក៏ឲ្យស្លាប់តែម្ដងអញ្ចឹងគាត់ក៏ធ្វើវិធីមួយហើយទៅនិយាយជាមួយបងវ៉ាន់ថាបើសិនជាឯងចង់ធ្វើតំណែងម្ចាស់ព្រៃនឹងបន្តដើម្បីឲ្យអ្នកភូមិគ្រប់ស្រឡាញ់ឡើងវិញឯងត្រូវតែធ្វើតាមយើងដូច្នេះហើយបងវ៉ាន់គាត់អត់ទាន់មានម្ចាស់ការនៅលើខ្លួនឯងទេអញ្ចឹងអារម្មណ៍របស់គាត់គឺវិលវល់នៅពេលដែលលើអ្នកគ្រូធ្មប់នោះថាអាចនឹងទទួលបានតំណែងម្ចាស់ព្រៃនឹងវិញគាត់ក៏ព្រមធ្វើតាមអញ្ចឹងហើយអ្នកគ្រូធ្មប់ក៏បានរៀបផែនការឲ្យបងវ៉ាន់នឹងចូលទៅក្នុងព្រៃដែលជាកន្លែងមួយជាកន្លែងទីសក្ការៈរបស់អ្នកភូមិរបស់គាត់នឹងដែលគេតែងតែទៅធ្វើឲ្យគាត់ទៅលួចវត្ថុមួយយ៉ាងដែលអ្នកភូមិតម្កល់នៅលើព្រៃនោះអញ្ចឹងនៅពេលដែលស្ដាប់ហើយបងវ៉ាន់គាត់បាត់បង់សតិអស់ហើយអញ្ចឹងគាត់គិតថាអាការលួចរបស់ហ្នឹងក៏វាមិនខុសអីដែរអញ្ចឹងទៅគាត់ក៏បានធ្វើតាមអ្នកគ្រូធ្មប់ហ្នឹងប៉ុន្តែនៅពេលដែលបងវ៉ាន់គាត់ប្រុងទៅលួចហ្នឹងអ្នកគ្រូធ្មប់ក៏នេះដែរបានប្រាប់ឲ្យបរិះទាំង 4-5 នាក់ហ្នឹងទៅប្រាប់អ្នកភូមិថាទីទៀតម្ចាស់ព្រៃដែលយើងធ្លាប់តែងតាំងហ្នឹងនឹងទៅលួចវត្ថុដែលយើងដាក់ជាទីសក្ការៈរបស់យើងនៅកន្លែងព្រៃហ្នឹងអញ្ចឹងឲ្យអ្នកភូមិទាំងអស់ហ្នឹងទៅពួននៅក្បែរដើមឈើហ្នឹងដើម្បីលួចមើលថាតើវាជាការពិតមែនអត់អញ្ចឹងបរិះ 4-5 នាក់គឺបានដើរប្រាប់អ្នកភូមិទាំងអស់ឲ្យទៅពួននៅក្បែរព្រៃហ្នឹងនៅពេលដែលពួកគេបានពួនហើយមកស្ទុះក៏ស្រាប់តែឃើញបងវ៉ាន់ដែលជាម្ចាស់ព្រៃដែលគេទើបតែដេញចេញពីតំណែងហ្នឹងកំពុងតែដើរលបបំរុងនឹងទៅលួចវត្ថុដែលគេបានទុកជាទីសក្ការៈប្រចាំជាតិសាសន៍របស់គេប្រចាំកុលសម្ព័ន្ធជនជាតិភាគតិចរបស់គេនឹងនៅពេលដែលបងវ៉ាន់ប្រុងនឹងលួចកាច់យកមកហើយស្រាប់តែអ្នកភូមិទាំងអស់ចេញមកពាត់បងវ៉ាន់ចាប់ចងបងវ៉ាន់ហើយក៏ប្រាប់ថាអានឹងយើងខំឲ្យលុយវាទៅរៀនអស់មួយកំណោហើយឥឡូវនេះគឺជាលទ្ធផលដែលវាសងមកយើងវិញអ្នកភូមិគឺមានការខឹងក្រោធខ្លាំងមែនទែននៅពេលនោះក៏ចាប់ចងបងវ៉ាន់សឹងតែចាប់ដុតទាំងរស់តែម្ដងប៉ុន្តែដោយសារតែមានការហាមឃាត់ពីអ្នកគ្រូធ្មប់ពេលហ្នឹងអ្នកគ្រូធ្មប់ក៏ព្យាយាមយកមុខខ្លាំងមែនទែនដើម្បីគាត់នឹងអាចទទួលយកតំណែងជាម្ចាស់ព្រៃបន្តពីបងវ៉ាន់ហ្នឹងអញ្ចឹងគាត់ចេញមុខការពារថាកំហុសម្ដងពីរដងវាមិនអាចកាត់សេចក្តីឲ្យគិតថាគាត់នឹងត្រូវខុសខ្លាំងអីចឹងទេក៏បានចេញមកហាម5ហើយធ្វើឲ្យឃើញអ្នកភូមិថាគ្រូធ្មប់នឹងគឺល្អមែនចឹងទៅក៏នាំគ្នានឹងលើកអ្នកគ្រូធ្មប់នឹងធ្វើជាម្ចាស់ព្រៃបន្តពីបងវ៉ាន់នឹងដោយឃើញថាម្ដងជាពីរដងអ្នកគ្រូនឹងគឺតែងតែធ្វើល្អទៅលើភូមិរបស់គាត់ហើយក៏គិតថាខ្លួនឯងនឹងគឺមើលរំលងនោះល្អពិតប្រាកដដែលជាគ្រូធ្មប់នឹងអ
cái thà này cũng muốn cứ chim nụ o chẳng nữa này tại sao không cái thà bóng ván nó cứ chim nụ o và ta đọc về lượng tới con thưa ca cái là con thưa ca ọt vô cho tục đại chân tay và ca tại bắp thưa oi là phum con bà bạ cho từ prey bà bạ rosi ai được nông phum nè chân tới cô nộp nia sạ khía lượng này cứ thuốc oi thưa chim chặt prey bật bạc cọt nửa về đây pen ca rồi bỏ này cứ thuốc quạt bàn đà từ tam ở vậy đã bàn kêu tục quát có bàn hai bờ buôn pram nè nắng mà ao chụp nửa về đây quát hai bờ buôn pram nè nắng mà chụp quát hai để xa quát cái thà bờ buôn pram nè cứ đang con là bạch bọc quát chẳng nửa về này đại quát thưa rừng ấy mình ló ban á bờ buôn pram nè nắng prap nè phum mới chìm khan thì chân quát cờ rồi về thí đầm bay thưa ông pơ từ lự bờ buôn pram nè nắng thả ao chuột tạm đó rồi có ad mình ao đăng pi sao đà bảo quạt tiền tỷ những phơi bị thi ở bộ kế nó bật ca trong tràm bên trên tay chẳng có hai bờ bùn rằm nữa tham một thay dùm nó côn nửa về đại quạt không chui trong chén ao quạt nó ban lang chìm chặt bầy chẳng nửa về đại hai mốt viết chi còn là bạch bỏ cừu thùng đường tề quạt hai mốt có bán ao tật một tầng hai tật một tầng lớn cứ chỉ tật ác cùng tức môn là cùng bảo quạt nâng đại quạt đại oi bảo tặng nâng cuột lọc sẽ tệ thêm đầu hai bảo bốn pram nâng p đã khơi tất ta là hai con mẹ làm thằng được chỉ riêng pay khá đại đại sa tài cắt thang để kêu nâng quạt mình là o tì và té đại sa tài đã play chỉ một cái này hai có prom phật tử p đã lực phật một đầu này hai phim nó sập tà cà rạ bảo quạt hắn chỉ chọc pu khăng sưng tại đạch viên trên phía đầu luôn hai chân nó khi bọc cắtเป็นเตะบอกครูทุบตั้งแต่คือประกาศจบการล้างสายโยยายเป็นหนึ่งตั้งแต่ปัจจัยเปได้ประกาศไทยนึงก็สลับแต่การะบอกวัดเงือบมาหาดูชิมมันดังเอาไว้นี่ยัยมันดังหมกมันดังกล่าวเตะนั่นเป็นนู้วิจีอากาศเราบอกครูทุบมันเต้นหายก็ปรับเตือนเนี่ยภูมิแท้อะไรนี้ปัตตวปีมันจับเปรย์ได้เชียร์บางวันหนึ่งเวบันจะจอชิงปีดำในอะไรนี้เวบันแต่เธอออกเปิดดักเนี่ยภูมิđại sọp bia tầng ba mà nâng ở chuột ở hai np đại tập tu ban đầm nâng nâng phim nẹt phum nâng không tầng ó nâng cứ chập đàm khăng bồng bàn khăng bên tèn hai cọp bàn chập bồng bàn trò đàm bấy đứt bồng bàn tiền rùa tài mặt đầu đại sa tài từ bồng lái cái thà ạt nó kêu ảo đại sa tài biên ca chui ní giấy bí nẹt kêu mục bàn té np đại tập rất ông pơ mà đòn tiết có mình ai tục bằng ván nơi thiệt đại cái thà nâng chập đứt bằng ván tiền rùa đàm bấy xong sắc tại oi nẹt phum bảo quạt đại không lẹ bằng ngay trên tay bàn té từng vơ từng ó nâng vì mình chỉ từng vơ bằng ván tê viết cứ chỉ từng vơ bọc mục bàn tay còn này ca thì là ông ho bọc quạt quạt min việt thi bọc quạt đại thưa bóng băng nên nhà phúng mình áo mưa khơi dòng bờ cọ bọc quạt tê nhà phúng còn bông tại cho bóng bàn bóng riếp nông đột tại hời bàn tay có sập tại bê nóng miến bảo đọc mà nè đại lên trên màu bảo đọc nấu hói cứ chia bảo đọc tiếng pram nè đại chia nè trời ông bờ bọc cột một lần bàn tay nơi bé đại bảo đọc từ pram nè nó cứ miên tại bảo đọc nè thì đại quát ở bàn phật đại này kêu thuộc ở thì con tài dục tật ta lắng một đạn lừa một bảo con bàn tay có ọt phật thì để sao ta con cái thà phật tự nó có ọt mình phải giáo như này con cái thành trắng của ra con mình trôi chất kêu thuộc tê của ra về đã con phải sang bằng van nắng có vị trí ca ưu tiên được bảo mật phe bảo con tê chân ca phật tự nó bảo buồn này tiết cứ phật tự chỉ thò mà đài bàn tay sập rạp con nó cứ có ọt phật tự tê chân hai bàn chỉ thưa ao con đăng rương rai thì ông pi kêu thuộc nừng chân tới quát còn một liệt trọc đàn nơi pi từng vừa cọ ra bảo cột một nè bồn nó cứ để cột một nó cứ ở khơi bảo bồn nè nó pram nè nó cứ một thưa đôi chia mình phải coi chỉ được từng bắt tay lướt lên chạm được mình nè thì đại quát hạ đôi chia mình thòm đà chẳng con tài kế bồng rong nè đốt bồng van chẳng rùa hái có sập tài bảo rong nè nó có sập tài một liệt trọc đàn từng tập thà rương rai từng nứng viết mình chỉ cùng họ bảo bồng van tê bông nói cứ admin hiện nay cái chưa mà đẹp thì đại xa tại gặp thà bảo đảm nè nứng trắng ao kế đó lên bằng bàn dừng tay phần đấy là về đại bảo đảm nó chỉ bỏ sai tha cứ từ bông nói nó cứ quát ở châu chất bằng vàng tề hai quát ban từ đó cột một nứng đảm bấy ở chuối thưa rằng mấy ao bằng vàng nó miên cầm họ đam bay ao đã phúng từ lẹ đầm này bảo quạt ấy chân tay hai có prapi đầm na đam tông thạc đạn snai tên na khác
នៅពេលហ្នឹងគឺអ្នកគ្រូធំគឺខឹងខ្លាំងមែនទែនដោយសារតែបរិបម្នាក់ហ្នឹងទៅរកគាត់ឲ្យជួយហើយបែរជាមហិច្ឆតាគាត់ទៅទៀតធ្វើឲ្យអ្នកភូមិពេលហ្នឹងគឺឆោឡោខ្លាំងមែនទែនបែងចែកមិនដាច់ទេថានរណាគេជាមនុស្សអាក្រក់ពិតប្រាកដហើយនៅពេលដែលព្យាយាមនិយាយបកស្រាយអស់ហើយហ្នឹងក៏អ្នកភូមិចាប់ផ្ដើមជឿទៅលើបរិបម្នាក់ហ្នឹងថាដោយសារតែអំពើដែលអ្នកគ្រូធ្មប់នឹងធ្វើពីមុនមកគឺវាដូចតែអ្វីដែលបរិបនឹងនិយាយអញ្ចឹងដោយសារគ្រូធ្មប់មិនដែលធ្វើល្អទៅលើអ្នកភូមិនឹងទេអញ្ចឹងហើយបានជាអ្នកភូមិគាត់មើលរំលងគាត់មិនលើកអ្នកគ្រូធ្មប់ឲ្យធ្វើជាម្ចាស់ព្រៃហ្នឹងគ្រាន់តែបរិះនឹងហែកកេរអស់ភ្លាមហើយអ្នកភូមិបំរុងនឹងចាប់គ្រូធ្មប់ហ្នឹងក៏ស្រាប់តែអ្នកគ្រូធ្មប់ប្រែខ្លួនខ្លាចជាដូចជាបិសាចមួយយ៉ាងអាក្រក់ខ្លាំងមែនទែនភ្នែកក្រហមសក់ក្បាលកទ្រីងកទ្រឹងដូចមិនដែលបានមួយទឹករាប់ខែរាប់ឆ្នាំអញ្ចឹងក៏បានហោះឡើងទៅលើដើមឈើហ្នឹងដើមឈើដែលអ្នកភូមិតែងតែគោរពនឹងហើយមានទីសក្ការៈរបស់គេនឹងហើយនៅពេលដែលគាត់ហោះទៅលើដើមឈើគាត់ឈរនៅលើមែកហើយគាត់បែរមុខមកសម្លឹងអ្នកភូមិវិញថាពួកឯងច្បាស់ជាវិនាសទាំងភូមិតែម្ដងទាំងអាម្ចាស់ព្រៃទាំងអាពួកឯងនឹងដែលក្បត់យើងនៅពេលហ្នឹងគឺអ្នកគ្រូធ្មប់គឺបានលើកដៃសូត្រអាគមថានឹងធ្វើឲ្យអ្នកភូមិនឹងឈួតមកភូមិតែម្ដងដោយសារតែមិនគោរពគាត់អីចឹងទៅដោយសារគាត់គឺជាអ្នកជាអាគមអូមអាមខ្លាំងចឹងទៅប៉ុន្តែពេលនឹងវាដូចជាមានអភិនិហាមួយចឹងហាក់ដូចជាបងវ៉ាន់គាត់បានត្រឡប់មកសភាពដែរនៅពេលដែលបរិះម្នាក់នោះបានហែកគេអ្នកគ្រូនឹងទៅគឺអាគមដែលគាត់បានដាក់មកលើបងវ៉ាន់ទាំងអបានមកដូចសារប្រលៀមទៅអញ្ចឹងទាំងបងលំអងទាំងបងវ៉ាន់គឺដូចជាផ្លាស់ប្ដូរមកជាមនុស្សធម្មតាវិញទាំងស្រុងតែម្ដងនៅពេលហ្នឹងអ្នកគ្រូធ្មប់នឹងប្រុងនឹងដាក់អំពើទាំងអស់ហ្នឹងមកឲ្យអ្នកភូមិហើយប៉ុន្តែបងវ៉ាន់គាត់ក៏បានលើកដៃសំពះទៅហើយក៏បានសូត្រអាគមគាថាដែលគាត់បានរៀនទាំងប្រមាណហ្នឹងឲ្យឈ្នះជាមួយនឹងអ្នកគ្រូធ្មប់នឹងហើយអំពើល្អព្រះតែងតែតាមជួយអំពើអាក្រក់មិនអាចយកឈ្នះបានទេនៅពេលហ្នឹងមន្តអាគមដែលគាត់បានប្រឆាំងគ្នាសខ្មៅរបស់គាត់ហ្នឹងគឺបានធ្វើឲ្យអ្នកគ្រូធ្មប់នោះរលាយបាត់ឈឹងពីលើដើមឈើនោះទៅហើយក៏មានសម្រាយគួរឲ្យខ្លាចខ្លាំងមែនទែនថាថ្ងៃក្រោយយើងនឹងមកសងសឹកពួកឯងទាំងអស់យើងនឹងចាប់ទុកនៅអ្វីដែលពួកឯងបានធ្វើមកលើយើងនៅពេលនោះអ្នកភូមិក៏បានរត់មកស្រែកបងវ៉ាន់ចេញពីចំណងវិញដើម្បីឲ្យគាត់រត់ខ្លួនទៅគាត់ថាអាទង្វើដែលគាត់បានប្រព្រឹត្តទាំងអស់ហ្នឹងវាមិនមែនជាកំហុសរបស់គាត់ទេវាជាកំហុសរបស់គ្រូធ្មប់ហើយក៏បានកែប្រែនៅច្បាប់មួយចំនួនថាម្ចាស់ព្រៃគួរតែមានសេចក្តីស្នេហាបានអាចថាគាត់មានដៃគូមានប្រពន្ធមានកូនអីបានចឹងទៅដើម្បីបន្តដំណើរម្ចាស់ព្រៃហ្នឹងអញ្ចឹងច្បាប់ដែលគេបានចែកពីមុនមកហ្នឹងគេក៏បានកែប្រែថាដោយសារតែពួកគាត់ទាំងពីរហ្នឹងគឺបានជ្រុលគ្នាទៅហើយអញ្ចឹងគួរតែឲ្យពួកគាត់ហ្នឹងរៀបការជាមួយគ្នាទៅជាប្តីជាប្រពន្ធដើម្បីមានកូនមានអីដើម្បីបន្តដំណើរជាម្ចាស់ព្រៃកុំឲ្យដូចម្ចាស់ព្រៃមុនគាត់អត់មានកូនមានចៅតែពេលគាត់ស្លាប់ទៅគឺអត់មាននរណាគេបន្តដំណើរទេអញ្ចឹងក៏បងវ៉ាន់ហ្នឹងគាត់បានជួយបរិះ 4-5 នាក់តែគាត់បានត្រូវអំពើរបស់គ្រូធ្មប់ហ្នឹងឲ្យរួចរស់រៀនមានជីវិតវិញទៅអញ្ចឹងទាំងដែលពេលដែលគាត់បានជួបហេតុការណ៍ទាំងអស់មកអ្នកភូមិក៏ស្រាប់តែគោរពបងវ៉ាន់ដូចដើមហើយគោរពនៅអ្វីដែលបងវ៉ាន់បាននិយាយដូចជាការកំណត់ឲ្យចូលព្រៃមួយអាទិត្យតែម្ដងហ្នឹងក៏មិនមានអ្នកបដិសេធដែរដោយសារគាត់ថាហេតុផលដែលបងវ៉ាន់គាត់ចែងច្បាប់នៅក្នុងភូមិរបស់គាត់ហ្នឹងវាគឺជារឿងត្រឹមត្រូវបើសិនជាគិតឲ្យយល់ឃើញទៅថាបើសិនជាយើងចូលទៅបរបាញ់សត្វរៀងរាល់ថ្ងៃច្បាស់ណាស់5 ឆ្នាំទៅមុខទៀតវាអាចសត្វព្រៃទាំងអស់នោះនឹងផុតពូជជាមិនខានទេប៉ុន្តែបើដូចជាបងវ៉ាន់គាត់បាននិយាយថាមួយអាទិត្យចូលទៅបានតែម្ដងចឹងហើយសត្វព្រៃវាអាចនឹងគង់វង្សអាចថាបាន10ទៅ20ឆ្នាំទៀតហើយវាអាចនឹងកើតកូនធំឡើងអីតាន់ពេលវេលារបស់ពួកគាត់អាចចិញ្ចឹមរបស់ពួកគាត់ជីវិតរបស់ពួកគាត់នឹងឲ្យបន្តរស់រានមានរបស់ហូបចុកនឹងបានយូរវែងអញ្ចឹងក៏បងលំអងហើយបងវ៉ាន់ហ្នឹងក៏រៀបការជាមួយគ្នាតាមអីដែលគេបានផ្សំគុំនឹងទៅដោយសារពួកគាត់ក៏បានខូចខ្លួនជាមួយគ្នានឹងមែនទែនហើយតាំងពីដែលគាត់បានរៀបការអីនឹងមកអ្នកភូមិស្រឡាញ់ចូលចិត្តអីចឹងទៅក៏បង្កើតកូនបង្កើតចៅអីបានពេញនឹងចឹងទៅហើយអ្នកភូមិហ្នឹងក៏លែងមានវិវាទអីជាមួយនឹងម្ចាស់ព្រៃនឹងដែរហើយម្ចាស់ព្រៃហ្នឹងកាន់តែធ្វើឲ្យភូមិរបស់គាត់នឹងរីកចម្រើនដោយសារតែគាត់បានទៅរៀនបានទៅសូត្រពីភ្នំពេញមកអីចឹងទៅឲ្យអ្នកភូមិមកដឹកនាំភូមិឲ្យរីកចម្រើនទៅហើយក៏បានបញ្ចូលនៅបព្វធម៌របស់ខ្មែរយើងដែលការស្លៀកពាក់មានសម្លៀកបំពាក់អីចឹងទៅកុំឲ្យគាត់ស្លៀកពាក់តែបែប
ជាមួយនឹងរបស់ប្រេងដូចស្លឹកឈើដូចស្បែកសត្វអីអញ្ចឹងដើម្បីកាត់បន្ថយការបបបាញ់សត្វព្រៃអញ្ចឹងឲ្យគាត់មានសម្ភារបំពាក់អីត្រឹមត្រូវអញ្ចឹងទៅឲ្យគាត់ស្វែងយល់ពីមជ្ឈដ្ឋានខាងក្រៅអញ្ចឹងទៅហើយសម្រាប់សាច់រឿងនេះវិញបើសិនជាយើងកលេចមើលឃើញថាទោះជាយើងព្យាយាមធ្វើល្អទៅលើគេក៏ដោយប៉ុន្តែបើសិនជាអ្នកដែលយើងធ្វើតែឲ្យគេហ្នឹងគេមើលមិនឃើញពីគោលបំណងពិតនៃយើងទេនោះច្បាស់ណាស់គេនឹងគិតថាយើងធ្វើអាក្រក់ទៅលើគេទាំងដែលបងវ៉ាន់គាត់ព្យាយាមបង្កើតច្បាប់អីហ្នឹងគឺកុំឲ្យអ្នកភូមិគាត់ធ្វើអ្វីដែលវាមិនត្រូវឧទាហរណ៍ដូចការធ្វើអំពើសែនព្រេនអីផ្សេងៗហ្នឹងពិធីសែនព្រេនផ្សេងៗហ្នឹងបើសិនជាធ្វើទៅវាអត់ទទួលបានផលចឹងច្បាស់ណាស់វាខាតតែលុយកាក់ទ្រព្យសម្បត្តិរបស់គាត់ទេចឹងហើយគឺបងវ៉ាន់គាត់បានរៀនសូត្រចេះដឹងគាត់បានបង្កើតច្បាប់នឹងដើម្បីការពារចឹងទៅប៉ុន្តែអ្នកភូមិគិតថាបងវ៉ាន់គឺធ្វើអំពើហាមឃាត់អីចឹងទៅឲ្យរៀនអស់លុយអីបែរជាមកខាខាំងពួកគាត់ចឹងទៅហើយរឿងនេះយើងអាចរៀនសូត្របានច្រើនមែនទែនសូម្បីតែគ្រូធំចឹងគាត់ព្យាយាមធ្វើអាក្រក់ទេប៉ុន្តែគាត់ព្យាយាមធ្វើអាក្រក់ប៉ុន្តែគាត់អត់បញ្ចេញមុខចឹងទៅធ្វើឲ្យអ្នកភូមិមើលឃើញថាគាត់នឹងគឺជាមនុស្សល្អអីចឹងទៅហើយរឿងនេះយើងរៀនសូត្របានច្រើនអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងទេហើយក៏សូមអរគុណប្រិយមិត្តដែរសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច Subscribe នៅ Channel Admin ដើម្បីឲ្យ Admin មានកម្លាំងចិត្តផលិតនៅសាច់រឿងបន្តទៀតសូមអរគុណ